កាលពីព្រេងនាយមានព្រះរាជាណាចក្រមួយដ៏រុងរឿងដែលគ្រប់គ្រងដោយព្រះបាទជលនិកព្រះរាជាបានប្រកាសរកអ្នកខ្លាំងពូកែដើម្បីមកលើកធ្នូស័ក្តិសិទ្ធិជាធ្នូនឹងការរៀបអភិសេកជាមួយបុត្រីសីតាក្នុងចំណោមអ្នកក្លាហានទាំងឡាយព្រះរាមបានយាងមកដល់ជាមួយនឹងលូបសម្រក់និងអំណាចគ្រប់ស្ដេចនិងអ្នកចម្បាំងទាំងអស់សុទ្ធតែមានការភ័យខ្លាចនៅពេលឃើញឫទ្ធិអំណាចរបស់ព្រះអង្គធ្នូដ៏ធំអស្ចារ្យនេះត្រូវបាននាំយកមកដាក់កណ្ដាលទីលានដែលសំបីតែមនុស្ស10នាក់ក៏លើកសឹងមិនរួចអ្នកខ្លាំងជាច្រើនបានព្យាយាមសាក់លបងប៉ុន្តែគ្មាននរណាម្នាក់អាចកម្រើកវាបានឡើយកម្លាំងបាយនិងមោទនភាពរបស់ពួកគេបានរលាបាត់នៅចំពោះមុខអាវុធទេពមួយនេះព្រះនាងសីតាបានសម្លឹងមើលពីចម្ងាយទាំងក្តីបារម្ភនិងសង្ឃឹមទៅលើព្រះរាមដល់ពេលដែលព្រះរាមត្រូវបង្ហាញខ្លួនព្រះអង្គបានលើកហាត់ប្រណម្យបួងសួងដល់វត្ថុស័ក្តិសិទ្ធិនិងគ្រូបាជាយនៅពេលដែលព្រះអង្គប៉ះនឹងធ្នូស្រាប់តែពន្លឺពណ៌ខៀវស្រងាត់មួយបានចេះចេញមកព្រះរាមបានលើកធ្នូដ៏ធ្ងន់អស្ចារ្យនោះឡើងដោយប្រោតតែដៃម្ខាងយ៉ាងស្រាលដោយសម្លេងមនុស្សគ្រប់គ្នាដែលបានឃើញសុទ្ធតែស្រឡាំងកាំងនិងស្ញប់ស្ញែងនឹងឫទ្ធិបារមីនេះព្រះអង្គចាប់ផ្ដើមទាញបំបិតធ្នូដើម្បីដាក់ខ្សែដែលជាការសាក់លបងដ៏ធំបំផុតសំឡេងក្រហមបានបន្លឺឡើងពេញអាកាសខណៈដែលធ្នូចាប់ផ្ដើមពុតតាមកម្លាំងព្រះអង្គភាពស្ងប់ស្ងាត់បានគ្របដណ្ដប់គ្រប់ទិសទីបន្ទាប់ពីមហិទ្ធិឫទ្ធិត្រូវបានបង្ហាញព្រះបាទជលនិកបានយាងចុះមកទទួលព្រះរាមដោយក្តីសប្បាយរីករាយនិងការគោរពបំផុតMy beloved Rama ព្រះនាងសីតាបានថ្វាយកម្រងផ្កាដល់ព្រះរាមជាសញ្ញានៃការទទួលយកស្វាមីការជួបគ្នានៃមហាបុរសនិងស្ត្រីដ៏គ្រប់លក្ខនាំមកនូវសេចក្តីសុខដល់នគរកម្មវិធីបុណ្យអបអរសាទរបានចាប់ផ្ដើមពេញដោយសម្លេងតន្ត្រីនិងរបាំប្រពៃណីហើយរឿងរ៉ាវនៃធ្នូស័ក្តិសិទ្ធិបានក្លាយជាវីរភាពដែលគេចងចាំទុកជានិច្ចរហូតតទៅ